សួស្តីលោកគ្រូអ្នកគ្រូទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់កម្មវិធីចែករំលែកវិជ្ជាជីវៈគ្រូបង្រៀនខ្ញុំមានសំណួរមួយសម្រាប់បើកវគ្គមេរៀនថ្មីសម្រាប់ថ្ងៃនេះអឺខ្ញុំចង់សួរថាតើលោកគ្រូអ្នកគ្រូធ្លាប់ជួបបញ្ហាដូចខ្ញុំដែរអត់យើងបង្រៀនមេរៀនតែមួយនៅក្នុងថ្នាក់តែមួយប៉ុន្តែមានសិស្សខ្លះគាត់ចាប់បានលឿនចំណែកឯខ្លះទៀតគឺគាត់ចាប់មិនបានសោះតែម្ដងតើវាមានមូលហេតុអ្វីហេតុអ្វីបានជាសិស្សខ្លះរៀនចេះហើយសិស្សខ្លះរៀនមិនចេះអឺចម្លើយគឺដោយសារតែមនុស្សយើងម្នាក់ៗមានរបៀបរៀនឬក៏របៀបទទួលយកចំណេះដឹងហ្នឹងគឺខុសៗគ្នាដូច្នេះនៅក្នុងវិស័យអប់រំជាពិសេសគឺអឺក្នុងការបង្រៀនការយល់ដឹងពីរបៀបដែលមនុស្សយើងរៀនសូត្រគឺជាគន្លឹះសំខាន់បំផុតមួយដូច្នេះថ្ងៃនេះយើងនឹងបកស្រាយនៅទ្រឹស្ដីនៃការរៀនសូត្រទាំង5ព្រមទាំងគន្លឹះអនុវត្តជាក់ស្ដែងថាតើយើងគួរយកវាទៅប្រើប្រាស់ក្នុងថ្នាក់រៀនដោយរបៀបណាដើម្បីឲ្យសិស្សរបស់យើងរៀនឆាប់ចេះជាងមុនតោះអញ្ចឹងទៅមើលទ្រឹស្ដីទី1ទាំងអស់គ្នាទ្រឹស្ដីទី1គឺ behaviorism ឬទ្រឹស្ដីអាកប្បកិរិយានិយមទ្រឹស្ដីនេះគឺផ្ដោតសំខាន់ទៅលើការកែប្រែទម្លាប់របស់សិស្សទាំងទម្លាប់ល្អនិងទម្លាប់អាក្រក់តាមរយៈមជ្ឈដ្ឋានជំវិញមជ្ឈដ្ឋានខាងក្រៅពួកគេនិយាយឲ្យងាយយល់គឺទ្រឹស្ដីនេះជឿថាសិស្សនឹងធ្វើទង្វើល្អដដែលប្រសិនបើយើងមានរង្វាន់ឬក៏មានការលើកទឹកចិត្តដល់ពួកគេស្របពេលជាមួយគ្នាពួកគេនឹងបញ្ឈប់នៅទង្វើអាក្រក់បើយើងមានវិន័យច្បាស់លាស់អញ្ចឹងសំណួរសួរថាអឺតាមរយៈទ្រឹស្ដីនេះតើយើងអាចយកវាទៅអនុវត្តនៅក្នុងថ្នាក់រៀនយ៉ាងណាយើងអាចយកវាទៅអនុវត្តនៅក្នុងថ្នាក់រៀនដោយការប្រើប្រាស់ការលើកទឹកចិត្តវិជ្ជមានដូចជាការសរសើរឬការឲ្យបន្ទុកការឲ្យរង្វាន់ដើម្បីជំរុញសិស្សឲ្យខិតខំប្រឹងរៀនហើយស្របពេលជាមួយគ្នានេះយើងត្រូវបង្កើតច្បាប់វិន័យនៅក្នុងថ្នាក់រៀនឲ្យបានច្បាស់លាស់និងម៉ឺងម៉ាត់ផងដែរដើម្បីគ្រប់គ្រងអាកប្បកិរិយាមិនល្អរបស់សិស្សានុសិស្សហើយតាមរយៈទ្រឹស្ដីនេះដែរការដាក់លំហាត់ឲ្យសិស្សអនុវត្តដដែលក៏ជាវិធីពង្រឹងនៃការចងចាំឲ្យសិស្សចងចាំបានល្អតាមរយៈទ្រឹស្ដីនេះផងដែរចូលដល់ទ្រឹស្ដីទី2គឺ constructivism ឬស្ថាបនានិយមពាក្យថាស្ថាបនាគឺការសាងសង់ហើយទ្រឹស្ដីនេះមានន័យថាចំណេះដឹងមិនមែនគ្រាន់តែគ្រូប្រាប់ហើយត្រូវទន្ទិញឲ្យចាំនោះទេតែសិស្សត្រូវតែជាអ្នកកសាងចំណេះដឹងដោយខ្លួនឯងតាមរយៈការអនុវត្តផ្ទាល់ហើយរបៀបនៃការអនុវត្តទ្រឹស្ដីនេះនៅក្នុងថ្នាក់រៀនគឺយើងជំនួសឲ្យការឆពន្យល់លោកគ្រូអ្នកគ្រូគួរតែរៀបចំឲ្យមានសកម្មភាពចោះអនុវត្តផ្ទាល់ឲ្យសិស្សធ្វើការងារជាក្រុមហើយដោះស្រាយបញ្ហាជាមួយគ្នាមួយវិញទៀតលោកគ្រូអ្នកគ្រូត្រូវចេះភ្ជាប់មេរៀនថ្មីទៅនឹងបទពិសោធន៍ចាស់ដែលសិស្សធ្លាប់មានដើម្បីឲ្យពួកគេងាយស្រួលក្នុងការផ្គុំគំនិតកើតជាចំណេះដឹងថ្មីទ្រឹស្ដីទី3នេះសំខាន់ណាស់គឺ cognitive load theory ឬទ្រឹស្ដីបន្ទុកការយល់ដឹងទ្រឹស្ដីនេះប្រាប់យើងថាខួរក្បាលរបស់សិស្សមានទំហំផ្ទុកទិន្នន័យមានកម្រិតនិយាយឲ្យចំទៅគឺកុំដាក់សម្ពាធខួរក្បាលរបស់សិស្សឲ្យហួសទម្ងន់
ដោយផ្ដល់ព័ត៌មានច្រើនរញ៉េរញ៉ៃពេកក្នុងពេលតែមួយ ហើយរបៀបនៃការអនុវត្តនេះនៅអនុវត្តទ្រឹស្ដីនេះក្នុងអឺថ្នាក់រៀនលោកគ្រូអ្នកគ្រូពេលបង្រៀនមេរៀនពិបាកៗលោកគ្រូអ្នកគ្រូត្រូវបំបែកមេរៀនទាំងនោះជាចំណែកតូចៗដើម្បីឲ្យសិស្សងាយយល់ហើយព្យាយាមកុំប្រើតែអក្សរច្រើនពេកត្រូវប្រើប្រាស់រូបភាពឬក៏វីដេអូឬក៏ graphic ផ្សេងៗដើម្បីជាជំនួយដល់អឺអឺការបង្រៀនរបស់យើងដើម្បីអឺជួយឲ្យកាត់បន្ថយនៅភាពស្មុគស្មាញហើយដើម្បីឲ្យសិស្សយើងអាចឆាប់ចាប់បានពីព្រោះបានដូចលើកឡើងខាងដើមអញ្ចឹងតាមរយៈទ្រឹស្ដីនេះគឺខួរក្បាលរបស់កុមារគឺមានដែនកំណត់គឺយើងមិនអាចពន្យល់អត្ថន័យឲ្យហួសពីការយល់ដឹងរបស់គាត់ឬក៏រូបមន្តដ៏ចំណេះដឹងដែលច្រើនលំបាកដែលពិបាកឲ្យគាត់ទទួលយកបានអញ្ចឹងប្រសិនណាមេរៀននោះមានភាពស្មុគស្មាញលោកគ្រូអ្នកគ្រូត្រូវបំបែកវាឲ្យតូចៗដើម្បីឲ្យគាត់ងាយយល់ឬក៏យើងប្រើប្រាស់សម្ភារៈឧបទេសផ្សេងៗដើម្បីជាជំនួយដល់ការបង្រៀនរបស់យើងទ្រឹស្ដីទី4គឺ Multiple Intelligence ឬទ្រឹស្ដីពហុបញ្ញានិយមទ្រឹស្ដីនេះបញ្ជាក់ថាមនុស្សយើងម្នាក់ៗមានភាពឆ្លាតវៃខុសៗគ្នាក្មេងខ្លះគាត់ឆ្លាតខាងគណិតវិទ្យាហើយខ្លះទៀតឆ្លាតខាងភាសាហើយខ្លះទៀតក៏ឆ្លាតខាងកីឡាអញ្ចឹងទៅដូច្នេះរបៀបនៃការអនុវត្តទ្រឹស្ដីនេះនៅក្នុងថ្នាក់រៀនគឺយើងមិនត្រូវប្រើវិធីវាយតម្លៃតែមួយមុខបានទេយើងត្រូវយើងគួរតែផ្ដល់ជំរើសរៀនសូត្រឲ្យបានចម្រុះមុខវិជ្ជាឧទាហរណ៍យើងបញ្ចូលមុខវិជ្ជាកីឡាហើយឬក៏មុខវិជ្ជាកុំព្យូទ័រឬក៏មុខវិជ្ជាអីផ្សេងៗដើម្បីទាញចំណាប់អារម្មណ៍សិស្សគ្រប់ប្រភេទឲ្យអាចគាត់មានឱកាសបញ្ចេញសក្តានុពលរបស់គាត់រៀងៗខ្លួនពីព្រោះកាលណាយើងឧទាហរណ៍យើងរៀនតែភាសាឬក៏យើងរៀនតែគណិតដូច្នេះការវាយតម្លៃគឺមិនសុក្រឹតទេមិនត្រឹមត្រូវទេពីព្រោះនៅក្នុងមួយថ្នាក់ដូចយើងបានលើកឡើងខាងដើមគឺភាពឆ្លាតវៃអត់ដូចគ្នាទេអញ្ចឹងកាលណាយើងរៀនតែប្រមាណមុខនេះហើយយើងខ្វះប្រមាណមុខទៀតហើយយើងវាយតម្លៃថាសិស្សនេះខ្សោយសិស្សនោះពូកែសិស្សនោះឆ្លាតគឺនោះមិនអត់ស្របតាមអត់ស្របតាមទ្រឹស្ដីនេះទេអញ្ចឹងគេជំរុញឲ្យយើងបញ្ចូលមុខវិជ្ជាចម្រុះដើម្បីវាស់វែងសមត្ថភាពរបស់សិស្សហើយទ្រឹស្ដីចុងក្រោយគឺទ្រឹស្ដីទី5នោះគឺ connectivism ឬទ្រឹស្ដីទំនាក់ទំនងនិយមទ្រឹស្ដីនេះគឺជាទ្រឹស្ដីដ៏ទំនើបសម្រាប់យុគសម័យ Digital បច្ចុប្បន្ននេះដែលសង្កត់ធ្ងន់ទៅលើការរៀនតាមរយៈបណ្ដាញអ៊ីនធឺណិតនិងបច្ចេកវិទ្យាហើយរបៀបអនុវត្តទ្រឹស្ដីនេះនៅក្នុងថ្នាក់រៀនគឺលោកគ្រូអ្នកគ្រូត្រូវបង្រៀនសិស្សឲ្យចេះប្រើប្រាស់អ៊ីនធឺណិតប្រភពអនឡាញនានាដើម្បីស្រាវជ្រាវដោយខ្លួនឯងអ្វីដែលសំខាន់បំផុតទៀតគឺត្រូវបណ្ដោះបំណិនពិចារណាឬក៏គេហៅថា critical thinking ដើម្បីឲ្យពួកគេអាចបែងចែកព័ត៌មានពិតនិងព័ត៌មានคล้ายៗនៅលើអ៊ីនធឺណិតនេះហើយវាគឺជាមួយផ្នែកមួយនៃជំនាញនៅសតវត្សទី21នេះផងដែរអញ្ចឹងសរុបមកវិញការយល់ដឹងអំពីទ្រឹស្ដីទាំង5នេះមិនមែនមានន័យថាឲ្យលោកគ្រូអ្នកគ្រូត្រូវតែជ្រើសរើសយកទ្រឹស្ដីណាមួយយកមកអនុវត្តនោះទេប៉ុន្តែក្នុងនាមយើងជាអ្នកអប់រំក្នុងនាមយើងជាគ្រូបង្រៀនដ៏ឆ្លាតវៃយើងត្រូវតែចេះបត់បែននិងទាញយកចំណុចល្អៗពីទ្រឹស្ដីទាំងនេះមកច្នៃប្រើប្រាស់បញ្ចូលគ្នាដើម្បីឲ្យវិធីសាស្ត្របង្រៀនរបស់យើងកាន់តែល្អប្រសើរហើយកាន់តែមានប្រសិទ្ធភាពអញ្ចឹងប្រធានបទថ្ងៃនេះគឺយើងមានតែប៉ុណ្្នឹងហើយសូមអរគុណច្រើនលោកគ្រូអ្នកគ្រូដែលបានចំណាយពេលតាមដាន
ហើយនៅសប្តាហ៍នៅវីដេអូបន្ទាប់យើងនឹងលើកយកប្រធានបទមួយអឺដ៏សំខាន់នោះគឺអត្ថប្រយោជន៍នៃអឺការបង្រៀនសិស្សតាមបែបមជ្ឈមណ្ឌលអញ្ចឹងកុំភ្លេចតាមរង់ចាំតាមដានទាំងអស់គ្នាណាសូមអរគុណ